ចាសសូមជម្រាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងរៀនមេរៀនអំពីផ្កាយ DE ដែលចូលមកតាមពេលវេលាចអ្នកដែលជាកូនសិស្សរបស់ខ្ញុំតាមដានមេរៀនខ្ញុំស្គាល់ហើយណាពេលវេលាចនិយាយទៅកាន់ពេលវេលាអ្វីខ្លះបងប្អូនទាំងអស់គ្នាអញ្ចឹងពេលវេលាចគឺយើងនិយាយទៅកាន់ពេលវេលាចចូលមកជាឆ្នាំបានន័យថា1ឆ្នាំម្ដង1ឆ្នាំស្មើនឹង12ខែដែលមានចំនួន365ថ្ងៃឬ366ថ្ងៃបន្តមកទៀតយើងនិយាយអំពីពេលវេលាចទី2គឺពេលវេលាចជាខែមួយខែចូលមកម្ដងតែមួយខែស្មើនឹង28ថ្ងៃឬ29ថ្ងៃឬ30ថ្ងៃឬ31ថ្ងៃទៅតាមចំនួនខែនីមួយៗដែលយើងរៀនរួចមកហើយដែរនៅក្នុងថ្នាក់រៀនកូនទន្សាយបៃតងនេះតោះមកយើងនិយាយពីពេលវេលាចទី3និយាយពីពេលវេលាចជាថ្ងៃមួយថ្ងៃចូលមកម្ដងមួយថ្ងៃស្មើនឹង24ម៉ោងពេលវេលាចទី4គឺយើងនិយាយពេលវេលាចជាម៉ោងដែលពេលវេលាចជាម៉ោង2ម៉ោងចមកម្ដងបងប្អូនណាអញ្ចឹងមួយថ្ងៃពេលវេលាចជាម៉ោងគឺមានដល់12ម៉ោងចអាណាយើងនិយាយនៅក្នុងថ្នាក់រៀនរបស់យើងដែលយើងនិយាយអំពីផ្កាយវិជ្ជមានផ្កាយ DE ដែលមកតាមពេលវេលាចនឹងរចដែលចូលមកតាមបរិយាកាសចូលមកភពផែនដីរបស់យើងជាឆ្នាំខែថ្ងៃម៉ោងនេះគឺចូលមកតាមរយៈពេលវេលាចជាសត្វទាំង12អញ្ចឹងយើងដឹងហើយថាសត្វទាំង12នៅក្នុងមុខវិជ្ជាបាជឺដែលនៅក្នុងថ្នាក់រៀនកុំទន្សាយបៃតងយើងរាប់អំពីសត្វខាទៅមុនដែលមានពេលវេលាចជាខាថោះរោមម្សាញ់មមីមម៉ែវករកាចកោជូតហើយនឹងឆ្លើយពុកម៉ែបងប្អូនកូនក្មួយឃើញខ្ញុំអានមិញទេមកគូសត្វខ្ញុំអានដាច់ពីគ្នាដោយសារមកគូសត្វនេះគឺជាប់ជាផ្កាយ DE តាមគូរបស់ពួកគាត់ចាប់ដៃគូគ្នាសាមគ្គីគ្នាធ្វើជាផ្កាយ DE ផ្កាយអវិជ្ជមានប្រចាំតួខ្លួនរបស់ពួកយើងទាំងអស់គ្នាមេរៀនផ្កាយ DE រៀនច្រើនមេរៀនមកហើយតែមិនទាន់ចប់ទេខ្ញុំព្យាយាមលំអិតបងប្អូនដឹងអត់ហេតុអីខ្ញុំលំអិតមេរៀននេះដោយសារមេរៀននេះបងប្អូននៅពេលដែលបងប្អូនឮអំពីផ្កាយ DE បងប្អូនភ័យខ្លាចអញ្ចឹងខ្ញុំលំអិតឲ្យដឹងច្បាស់ឲ្យបងប្អូនងាយស្រួលគិតថាផ្កាយ DE ជាប់នៅទីណាជាប់នៅពេលណាហើយមានឥទ្ធិពលយ៉ាងណាដែលបងប្អូនអាចបូកគុណដកចែកបន្ថែមទៀតដើម្បីឲ្យដឹងថាអូផ្កាយ DE នេះវាមានឥទ្ធិពលប៉ុណ្ណាប៉ះពាល់អ្វីហើយយើងធ្វើយ៉ាងណាដើម្បីដកខ្លួនចេញអំពីផ្កាយ DE បានឬមួយក៏មានវិធីសាស្ត្រណាអាចដោះស្រាយណាដកខ្លួនចេញពីផ្កាយ DE បានហើយយើងត្រូវសម្រួលអាកប្បកិរិយាសម្រួលការរស់នៅទៅតាមមុខវិជ្ជាបាជឺនេះយ៉ាងម៉េចឬមួយក៏យើងអត់មានវិធីសាស្ត្រនៅក្នុងការដោះផ្កាយ DE ចេញយើងត្រូវតែជឿទៅតាមបាបបុណ្យដែលយើងបានសាងពីជាតិមុនជាតិនេះឬមួយក៏យ៉ាងណាអញ្ចឹងពួកយើងចាំមើលអត្តន័យអំពីផ្កាយ DE បន្តទៀតព្រោះអត់តន់ចប់ទេណាបងប្អូនណាអញ្ចឹងកុំភ្លេចសត្វមួយគូជាសត្វចាប់ដៃគ្នាមកធ្វើជាផ្កាយវិជ្ជមានផ្កាយ DEចឹងបងប្អូនចាំច្បាស់ខ្លួនឯងក្រុមគ្រួសារខ្លួនឯងមនុស្សដែលមានតំណែងមួយបងប្អូនតែអ្នកណាខ្លះជាប់ផ្កាយ DE នៅលើសត្វមួយគូណាខ្ញុំសង្ឃឹមថាកូនសិស្សរបស់ខ្ញុំចេះកណនីរកផ្កាយ DE ប្រចាំតួខ្លួនឯងឬមួយក៏ក្រុមគ្រួសារយើងឬមួយមនុស្សមានតំណែងមួយយើងច្បាស់ណាដោយមិនចាំបាច់ទៅអ៊ុតមើលនៅក្នុង app ទៀតទេបងប្អូនណាឬមួយក៏យើងថាយើងត្រូវតែមើល app ប៉ុន្តែយើងដឹងឫសគល់នៃការស្វែងរកផ្កាយ DE ប្រចាំតួខ្លួនរបស់ពួកយើងទាំងអស់គ្នារួចស្រេចអញ្ចឹងយើងអត់មានចម្ងល់តទៅទៀតណាយើងដឹងអំពីគោលគ្រឹះនៃមេរៀនរបស់យើងរៀនទៅមុខគឺរលូនបងប្អូនណាបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថ្ងៃអាទិត្យអញ្ចឹងខ្ញុំអាចសូត្រមេរៀននៅក្នុង office តែពួកគាត់ចាក់ជំនាញឬមួយក៏សំឡេងបងប្អូនជនជាតិគាត់និយាយអីកុំប្រកាន់បងប្អូនណាតែវិជ្ជមានផ្កាយ DE ដែលចូលមកតាមពេលវេលាចជាឆ្នាំ12ឆ្នាំយើងនឹងជួបផ្កាយ DE ប្រចាំតួខ្លួនរបស់យើងគឺមាន2ឆ្នាំដែលជាឆ្នាំសត្វជាប់រៀងគ្នាអញ្ចឹងយើងត្រូវតែចាំឲ្យបានច្បាស់ពេលវេលាចដែលជាប់ជាផ្កាយ DE របស់តួខ្លួនយើងគឺពេលវេលាចជាឆ្នាំសត្វខាងក្រោមបងប្អូនណាយើងអត់គិតតាក់ទងជាមួយនឹងឆ្នាំជាធាតុខាងលើនេះទេអញ្ចឹងឆ្នាំជាសត្វខាងក្រោម12ឆ្នាំយើងនឹងមានផ្កាយ DE មក2ឆ្នាំជាប់គ្នាទៅតាមតួខ្លួនយើងកណនីឃើញផ្កាយ DE ជាឆ្នាំអ្វីខ្លះហើយបងប្អូនមើលពីឆ្នាំខាទៅណាខាថោះ
ជាប់កាយ DE របស់ណាគេខ្លះចឹងខ្សែជីវិតយើងអាចជួបកាយ DE នៅឆ្នាំខាលថោះនៅក្នុងឆ្នាំសកលដូចរៀបរាប់នៅក្នុងតារាងនេះណាណាជាប់កាយ DE នៅក្នុងឆ្នាំរោងម្សាំងគឺជាប់កាយ DE នៅក្នុងឆ្នាំសកលនេះណាជាប់កាយ DE នៅក្នុងឆ្នាំមមីមមែគឺជាប់ណាទៅតាមឆ្នាំសកលដែលមានរៀបរាប់នៅក្នុងតារាងនេះនរណាដែលជាប់កាយ DE នៅក្នុងឆ្នាំវកនិងរកាគឺជាប់កាយ DE ទៅតាមឆ្នាំសកលនៅក្នុងតារាងនេះនរណាជាប់កាយ DE ប្រចាំឆ្នាំចកលគឺជាប់កាយ DE នៅក្នុងឆ្នាំសកលដូចរៀបរាប់ក្នុងតារាងនេះអ្នកណាគេដែលជាប់កាយ DE នៅក្នុងឆ្នាំជូបហើយនឹងឆ្លូវមានជាប់កាយ DE ទៅតាមឆ្នាំសកលនេះហើយឆ្នាំសកលបងប្អូនមើលអត់ឃើញបងប្អូនគ្រាន់តែយល់អំពីអត្ថន័យអ្វីដែលខ្ញុំចង់បញ្យល់បងប្អូននៅពេលនេះប៉ុន្តែសម្រាប់ឆ្នាំសកលនេះបងប្អូនត្រូវតែទៅរៀនរបៀបគណនារកឆ្នាំជាសត្វទាំង12ដែលវិធីគណនាងាយមិនបាច់មកសួរខ្ញុំថាមើលអត់ឃើញអត់បញ្ហាព្រោះយើងចេះគណនារកឆ្នាំសកលជាសត្វទាំង12ដោយខ្លួនឯងអត់ចាំបាច់មកមើលតារាងនេះទេណាបងប្អូនណាឥឡូវយើងមកមើលផ្កាយវិជ្ជមាន DE ជាប់តាមពេលវេលាចនឹងរចដែលចូលមកតាមខែតាមបរិយាកាសចូលមកភពផែនដីប៉ះជាមួយនឹងតួខ្លួនមនុស្សពេលវេលាខែយើងនិយាយអំពីមួយខែស្មើនឹង28ទៅ31ថ្ងៃប៉ុន្តែយើងនឹងជួបផ្កាយ DE ចូលមកតាមខែដែល12ខែយើងនឹងជួបផ្កាយ DE 2សត្វបានន័យថា12ខែយើងជួបផ្កាយ DE 2ខែជាប់គ្នាដែលមើលទៅលើតួខ្លួនយើងដែលយើងកណនាឃើញថាតួខ្លួនយើងជាប់ផ្កាយ DE នៅលើ2សត្វអ្វីដែលសត្វនោះស្ថិតនៅជាប់គ្នាបងប្អូនណាអញ្ចឹងយើងមើលសម្រាប់តួខ្លួនអ្នកដែលជាប់ផ្កាយ DE នៅលើសត្វខាលនិងថោះអញ្ចឹងរៀងរាល់ខែខាលនិងខែថោះពួកគាត់នឹងជួបផ្កាយ DE ដែលចូលមកប្រចាំខែដែលខែខាលគឺខែកុម្ភៈខែថោះគឺខែមីនាបងប្អូនដែលមានតួខ្លួនជាប់ផ្កាយ DE នៅលើសត្វរោងម្សាញ់អញ្ចឹងរៀងរាល់ខែរោងខែម្សាញ់ដែលជាខែមេសាឧសភាបងប្អូននឹងជួបឥទ្ធិពលផ្កាយ DE ចូលមកប៉ះតួខ្លួនបងប្អូនទាំងអស់គ្នាបងប្អូនដែលមានតួខ្លួនជាប់ផ្កាយ DE នៅលើសត្វមមីមមែអញ្ចឹងជារៀងរាល់ខែមមីមមែពីរខែជាប់គ្នាគឺខែមិថុនាខែកក្កដាបងប្អូននឹងជួបជាមួយឥទ្ធិពលផ្កាយ DE គឺជាផ្កាយវិជ្ជមានផ្កាយកំចិលផ្កាយភ្លេចភ្លាំងផ្កាយធ្វើឲ្យបងប្អូនអត់ចង់បានអត់ចង់មានណាអ្នកដែលមានតួខ្លួនសម្រាប់ពុកម៉ែបងប្អូនដែលមានជាប់ផ្កាយ DE វករកានៅលើតួខ្លួនចូលមកដល់ខែវកខែរកាដែលជាខែសីហាកញ្ញាបងប្អូននឹងទទួលរងឥទ្ធិពលវិជ្ជមានរបស់ផ្កាយ DE ដែលជាឥទ្ធិពលកំជិលភ្លេចភ្លាំងជាប់កាំងឬមួយក៏ជួបអ្វីល្អត្រូវកាត់បន្ថយ 50% ឬមួយក៏ជួបអ្វីអាក្រក់ត្រូវថយឥទ្ធិពល 50% សម្រាប់ពុកម៉ែបងប្អូនដែលកញ្ញាឃើញផ្កាយ DE ជាប់លើតួខ្លួនជាសត្វចនិងសត្វកលចឹងជារៀងរាល់ខែចនិងខែកលដែលជាខែតុលាវិច្ឆិកាលោកបងប្អូននឹងទទួលសម្ពាធអំពីផ្កាយវិជ្ជមាន DE ធ្វើឲ្យបងប្អូនភ្លេចភ្លាំងខ្ជិលឬមួយក៏ជាប់កាំងឬមួយអត់ចង់បានអ្វីឬមួយក៏ថាយើងត្រូវទទួលបានឥទ្ធិពលល្អអំពីសត្វហៈឬមួយក៏ផ្កាយល្អនានាស្រាប់តែត្រូវកាត់បន្ថយឥទ្ធិពល 50% បានគឺដោយសារឥទ្ធិពលផ្កាយវិជ្ជមានផ្កាយ DE នឹងឯងអញ្ចឹងយើងមើលទៅលើតួខ្លួនបងប្អូនណាដែលជាប់ផ្កាយ DE នៅលើសត្វជូតហើយនិងសត្វឆ្លូវបានន័យថារៀងរាល់ខែជូតនិងរៀងរាល់ខែឆ្លូវដែលជាខែធ្នូខែមករាចូលមកគឺបងប្អូននឹងរងសម្ពាធអំពីឥទ្ធិពលផ្កាយវិជ្ជមានផ្កាយ DE ដែលអត្ថន័យរបស់ផ្កាយ DE យើងបានដឹងហើយព្រោះយើងរៀនមួយចំណុចច្បាស់លាស់អស់ហើយបងប្អូនណាចូលមកដល់ផ្កាយវិជ្ជមានផ្កាយ DE ចូលមកតាមពេលវេលាចូលនឹងរចូលតាមបរិយាកាសនៃពេលវេលាថ្ងៃមួយថ្ងៃចូលមកម្ដងដែលមួយថ្ងៃគឺស្មើនឹង24ម៉ោងគឺពេលដែលយើងធ្វើការមកពីធ្វើការគេស្មើនឹងមួយថ្ងៃអញ្ចឹងយើងគិតថាក្នុងរយៈពេល12ថ្ងៃគឺ12សប្តាហ៍អញ្ចឹងនៅក្នុងរយៈពេល12ថ្ងៃយើងនឹងជួបផ្កាយ DE 2សត្វ2ថ្ងៃជាប់គ្នាបងប្អូនណាហើយដើម្បីដឹងអំពីសត្វប្រចាំថ្ងៃនៃសត្វទាំង12គឺយើងត្រូវមើលការវិភាគរបស់នាងខ្ញុំផ្ដល់ជូនបងប្អូនទាំងគ្នាឬមួយក៏ការវិភាគរបស់លោកគ្រូអ្នកគ្រូចិនសា
បានយើងអាចដឹងអំពីថ្ងៃចូលមកជាសត្វទាំង12បងប្អូនទាំងអស់គ្នាខ្ញុំសង្ឃឹមថាប្រតិទិនតង់ស៊ូរបស់នាងខ្ញុំបងប្អូនចេះមើលថ្ងៃនៃនាងខ្ញុំផ្ដល់ជាថ្ងៃធាតុនៅលើសត្វជូនបងប្អូនទាំងអស់គ្នាតែសម្រាប់អត្តពលផ្កាយ DE យើងមើលតែទៅលើតួថ្ងៃជាសត្វខាងក្រោមសត្វទាំង12ដែលមានថ្ងៃសត្វខាថ្ងៃសត្វថោះថ្ងៃសត្វរូងថ្ងៃសត្វសាញ់ថ្ងៃសត្វមីថ្ងៃសត្វមមែថ្ងៃសត្វបោកថ្ងៃសត្វរកាថ្ងៃសត្វចថ្ងៃសត្វកលថ្ងៃសត្វជូតនិងថ្ងៃសត្វឆ្លូវដែលយើងអត់គិតពាក់ព័ន្ធជាមួយនឹងធាតុខាងលើនៃថ្ងៃនោះទេបងប្អូនទាំងអស់គ្នាអញ្ចឹងហើយពេលវេលាចនឹងរចូលមកជាថ្ងៃរយៈពេល24ម៉ោងមួយថ្ងៃដែលយើងធ្វើការមួយថ្ងៃបន់ឲ្យតែផុតថ្ងៃដល់ចុងខែបានបើកលុយហ្នឹងគឺវាលឿនណាបងប្អូនថ្មិចបើករំលងពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងទៅពេលវេលាថ្ងៃគឺនៅស្ថិតចិត្តខ្លួនយើងដែលអត្តពលផ្កាយ DE នៅលើតួថ្ងៃនេះគឺនាងខ្ញុំឲ្យអត្តពលថយអំពីតួឆ្នាំដោយសារអីដោយសារតួថ្ងៃនេះមានរយៈពេលចិត្តអញ្ចឹងហើយយើងឲ្យអត្តពលចាប់ផ្ដើមថយចុះព្រោះអីបើសិនជាយើងឲ្យអត្តពលផ្កាយ DE នៅក្នុងរយៈពេលចខ្លីៗហ្នឹងមានអត្តពលខ្លាំងអញ្ចឹងមកនេះយើងនឹងទទួលរងសម្ពាធអត្តពលផ្កាយ DE ផ្កាយអវិជ្ជមានហ្នឹងគ្រប់ពេលគ្រប់វេលាមិនបាច់ចាំរកស៊ីអីមិនបាច់ចាំរស់នៅអញ្ចឹងអ្នកដែលជាប់ផ្កាយ DE គ្រប់តែគ្នាហ្នឹងគឺមានបញ្ហាគ្រប់គ្នាប៉ុន្តែត្រឡប់មកវិញយើងនិយាយថាអ្នកដែលជាប់ផ្កាយ DE មានបញ្ហាគ្រប់គ្នាចុះបើមនុស្សកើតមកបងប្អូនឃើញទេគឺអត់រលូនទេសុទ្ធតែមានបញ្ហាគ្រប់គ្នាមែនបងប្អូនណាអញ្ចឹងយើងចូលមកដល់ចំណុចដែលជាប់ផ្កាយ DE ផ្កាយវិជ្ជមានតាំងពេលវេលាចជាម៉ោងអញ្ចឹងជាម៉ោងអូយកាន់តែខ្លីទៀតហើយបងប្អូនទាំងអស់គ្នាណាមួយថ្ងៃគឺយើងនឹងជាប់ផ្កាយ DE ដែលមានអត្តពលទៅតាមពេលវេលាជាម៉ោងចូលមក4ម៉ោងជាប់គ្នាបងប្អូនណាព្រោះម៉ោងដែលយើងគិតជាសត្វទាំង12 2ម៉ោងគឺស្មើនឹង1សត្វអញ្ចឹងយើងជាប់ផ្កាយ DE តាមតួម៉ោងគឺជាប់2សត្វអញ្ចឹងស្មើនឹង4ម៉ោងក្នុងមួយថ្ងៃក្នុង24ម៉ោងគឺយើងជាប់ផ្កាយ DE 4ម៉ោងទៅហើយអញ្ចឹងបើសិនជា24ម៉ោងជាប់ផ្កាយ DE 4ម៉ោងហើយវិលជារៀងរាល់ថ្ងៃអញ្ចឹងជីវិតនឹងមិនដុនដាបមិនភ្លេចភ្លាំងមិនជាប់គាំងមិនមានបញ្ហាគ្រប់គ្នារាល់ថ្ងៃទៅហើយបងប្អូនណាមកពេលវេលា24ម៉ោងមួយផ្លែតហ្នឹងឲ្យជាប់ឡើងដល់4ម៉ោងហ្នឹងប៉ុន្តែបងប្អូនក៏លេចមកមើលសង្គមជាក់ស្ដែងគឺពួកយើងមានបញ្ហាមែនព្រោះយើងរៀនមុខវិជ្ជាប៉ាជឿដើម្បីមើលទៅលើតួខ្លួនមនុស្សយើងហើយមនុស្សយើងមានសាច់មានឈាមមានវិញ្ញាណមានខួរក្បាលមានចិត្តមានបេះដូងអញ្ចឹងយើងតែងតែមានសកម្មភាពនិងភាពអាហ្វិចអំពីតួខ្លួនរបស់ពួកយើងដូចជាមួយផ្លែតហ្នឹងយើងសប្បាយទេតែនៅក្នុងពេលសប្បាយហ្នឹងវាក៏កើតមានអ្វីមួយណាចូលក្នុងខ្លួនយើងធ្វើឲ្យយើងគិតដល់រឿងកំសត់មួយឬមួយក៏គិតដល់រឿងអីដែលអត់សប្បាយចិត្តអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងផ្កាយអវិជ្ជមានផ្សេងផងដែរឬពាក់ព័ន្ធជាមួយនឹងពេលវេលានៃឆុងដែលយើងនិយាយពាក់ព័ន្ធជាមួយនឹងកតាមេឃហើយនៅមានកតាអ្វីផ្សេងទៀតចូលមកឡងឡំទៅអញ្ចឹងវាតែងតែមានបញ្ហាមានភាពសប្បាយរីករាយចូលឡងឡំគ្នាក្នុងពេលវេលាតែមួយនឹងផងដែរហើយសម្រាប់អត្តពលផ្កាយ DE ប្រចាំពេលវេលាជាម៉ោងគឺខ្ញុំផ្ដល់អត្តពលតិចតួចបំផុតដោយដែលខ្ញុំធៀបជាភាគរយជូនបងប្អូនដោយសារពេលវេលាម៉ោងគឺចិត្តនឹងខ្លួនយើងខ្លាំងណាស់បើសិនជាយើងឲ្យអត្តពលខ្លាំងគឺប្រហែលជាជីវិតយើងទុកអត់ជាប់ទេនោះនេះ stress គ្រប់តែគ្នាហើយបងប្អូនណាគ្រាន់តែថ្ងៃយើងឲ្យអត្តពលផ្កាយ DE ប្រចាំម៉ោងតិចផងនៅតែម្នាក់មានម៉ោង stress ធ្វើអីអត់ចង់ចេញផងតោះយើងលើកយកឧទាហរណ៍អំពីតារាងប៉ាជឿអ្នកដែលជាប់ផ្កាយ DE ទៅតាមពេលវេលាឆ្នាំដែល12ឆ្នាំយើងមានជាប់ផ្កាយ DE ម្នាក់2ឆ្នាំម្នាក់2ឆ្នាំគ្រប់គ្នាជិះហត់ផុតទេអញ្ចឹងកុំច្នៃគ្នាមនុស្សលើលោកទាំងអស់អ្នកដែលជឿលើមុខវិជ្ជាប៉ាជឿកុំច្នៃនឹងតារាងប៉ាជឿរបស់បុគ្គលដទៃសម្រាប់អត្តពលផ្កាយ DE ចូលមកតាមឆ្នាំនេះគឺមានគ្រប់គ្នាតែគ្រាន់តែថាយើងជួបឆ្នាំនេះគេជួបឆ្នាំមុនយើងជួបឆ្នាំនេះគេជួបឆ្នាំក្រោយអញ្ចឹងបងប្អូនណា
យើងមកមើលតារាងបាជឿរបស់សុខាកើតនៅក្នុងថ្ងៃធាតុដីបូកនៅលើសត្វចដែលគាត់ជាប់កាយរីនៅលើសត្វរោងនិងសត្វម្សាញ់បងប្អូនជារៀងរាល់ឆ្នាំរោងនិងជារៀងរាល់ឆ្នាំម្សាញ់ដែលយើងស្រួលគិតទេនៅពេលវេលាឆ្នាំចូលមកព្រោះរយៈពេលយូរយើងអាចគណនារកថាតើពេលវេលាឆ្នាំរោងនិងឆ្នាំម្សាញ់នៅឆ្នាំណាខ្លះប៉ុន្តែអត់ប្រហែលអីនៅពេលដែលយើងចេះមុខជាបាជឿនៅក្នុងពេលបច្ចុប្បន្ននេះគឺសង្គមអនឡាញ worldwide អញ្ចឹងបងប្អូនចាំទៅស្ដាប់លោកគ្រូអ្នកគ្រូមានប្រសាសន៍ទៅឆ្នាំណាខែណាថ្ងៃណាម៉ោងណាចឹងបងប្អូនណាចឹងយើងដឹងហើយថាឆ្នាំរោងគឺឆ្នាំ2024កន្លងផុតថ្មីនេះឆ្នាំម្សាញ់ឆ្នាំ2025គឺឆ្នាំនេះទើបតែចូលបានមួយខែកន្លងផុតទៅហើយភាសានៅក្នុងមុខជាបាជឿពេលវេលាចូលជាឆ្នាំសត្វទាំង12គឺមានតែ12សត្វវិលជុំចឹងបានន័យថា12សត្វគឺវិលទៀងទាត់ដែលអ្នកជាប់កាយ DE 2សត្វគឺ12ឆ្នាំជាប់2សត្វជានិច្ចនិរន្តរ៍អត់ប្រែប្រួលផ្លាស់ប្ដូរទេបងប្អូនណាចឹងសម្រាប់សុខាដែលជាប់កាយ DE នៅលើសត្វរោងសត្វម្សាញ់នៅឆ្នាំមុននិងឆ្នាំនេះគាត់មានអារម្មណ៍ថាគាត់ទទួលអត្ថប្រយោជន៍អំពីផ្កាយ DE ដែរឬទេដែលផ្កាយ DE គឺជាផ្កាយអវិជ្ជមានហើយអត្តន័យនៃផ្កាយ DE យើងបានរៀនរួចមកហើយអញ្ចឹងសម្រាប់សុខាសម្រាប់អត្តពលផ្កាយ DE ដែលចូលមកតាមរយៈឆ្នាំចនេះទទួលអត្តពលប្រមាណភាគរយបានន័យថាអត្តពលតិចតួចទេប៉ុន្តែរៀននៅក្នុងថ្នាក់រៀនខ្ញុំលំអិតដើម្បីឲ្យបងប្អូនដឹងថាសត្វពីរដែលចូលតាមពេលវេលាចជាឆ្នាំដែលជាប់ជាផ្កាយ DE យើងបានថាឲ្យបងប្អូនត្រូវតែប្រុងប្រយ័ត្នឲ្យបងប្អូនត្រូវតែពង្រឹងស្មារតីពញ្ញាបងប្អូនរំលឹកបងប្អូនឲ្យដឹងជាមុនថាឆ្នាំនេះគឺជាឆ្នាំសត្វផ្កាយ DE របស់បងប្អូនឲ្យបងប្អូនជំនះឲ្យឈ្នះសត្វនេះបើបងប្អូនមានអារម្មណ៍ថាខ្ជិលបងប្អូនមានអារម្មណ៍ថាភ្លេចភ្លាំងណាអត់ចង់បានអ្វីអត់ចង់គិតអ្វីបងប្អូនត្រូវតែស្ទុះស្ទាក្រោកឡើងហើយបងប្អូនត្រូវតែនិយាយថាផ្កាយ DE អត់អាចធ្វើអ្វីខ្ញុំបានទេបងប្អូនត្រូវយកឈ្នះអំពីអត្តពលផ្កាយ DE មិនមែនយើងរៀនដឹងហើយថាយើងជាប់ផ្កាយ DE នៅលើឆ្នាំនៃសត្វពីរបងប្អូនទៅប្តេជ្ញាផ្ដួលអូឆ្នាំនេះឆាចោលមួយឆ្នាំចាំឆ្នាំក្រោយផុត DE ចាំយើងខំទៀតមែនអញ្ចឹងឯងជាប់ផ្កាយ DE បងប្អូនកាន់តែប្រឹងតែខំប៉ុន្តែយើងប្រឹងយើងខំធ្វើសកម្មភាពសពបែបនេះគឺធ្វើដោយប្រយ័ត្នប្រយែងដែលមានការគិតឲ្យបានម៉ត់ចត់គិតឲ្យបានជ្រៅជ្រះចាំបងប្អូនធ្វើសកម្មភាពចេញតែយើងបានរៀនថាផ្កាយ DE គឺមានអត្តពលជះមកលើបុគ្គលម្នាក់ថាយើងភ្លេចភ្លាំងជាប់គាំងឬធ្វើយើងខ្ជិលប៉ុន្តែបងប្អូនវាក៏ជះទៅលើអត្តពលអវិជ្ជមានផ្សេងទៀតដែលយើងអត់អាចដឹងច្បាស់ថាអត្តពលនេះប៉ះពាល់ទៅលើអីមិនថាសុខភាពតំណែងឬមួយក៏លុយកាក់ក៏វាប៉ះពាល់ដែរប៉ុន្តែអត្តពលវាតិចតួចទៅតាមសកម្មភាពទៅតាមសត្វទៅតាមធាតុផ្សេងទៀតនៅក្នុងតារាងបាជឿរបស់ពួកយើងទាំងអស់គ្នាអញ្ចឹងមេរៀននេះខ្ញុំចុចចំចំណុចពិសេសឲ្យបងប្អូនគ្រប់គ្នាដែលដឹងថាខ្លួនឯងជាប់តួខ្លួននៅលើផ្កាយ DE ជាសត្វចូលតាមឆ្នាំណាពួកយើងត្រូវប្រឹងប្រែងកុំភ្លេចខ្លួនហើយត្រូវប្រឹងប្រែងបូកជាមួយនឹងសកម្មភាពប្រុងប្រយ័ត្នឲ្យបានខ្ពស់មិនថាសកម្មភាពអ្វីក៏ដោយបងប្អូនណារំលឹកខ្លួនឯងជានិច្ចថាផ្កាយ DE ជាផ្កាយអវិជ្ជមានដែលយើងអាចជំនះបានដោយសកម្មភាពមនុស្សនៃការខំប្រឹងប្រែងការយកចិត្តទុកដាក់និងការប្រុងប្រយ័ត្នចូលដល់ផ្កាយ DE ចូលមកតាមរយៈពេលវេលាចជាខែមួយខែគឺចូលមកម្ដងហើយ12ខែជាសត្វទាំង12គឺយើងជាប់ផ្កាយ DE ចូលតាមពេលវេលាចជាខែហ្នឹង2ខែគឺ2សត្វជាប់រៀងគ្នាបងប្អូនយើងមកមើលតារាងបាជឿរបស់នីតាម្ដងកើតនៅថ្ងៃធាតុភ្លើងបោកនៅលើសត្វមមីដែលគាត់ជាប់ផ្កាយ DE នៅលើសត្វខាលហើយនិងសត្វថោះអញ្ចឹងយើងរៀននៅក្នុងមុខវិជ្ជាបាជឿនៅក្នុងថ្នាក់រៀនកុនទុនសាយបេតងបងប្អូនចេះហើយណាខែខាលគឺខែកុម្ភៈខែថោះគឺខែមីនាខែនេះគឺខែមីនាបងប្អូនណាខ្លះជាប់ផ្កាយ DE នៅលើសត្វខាលសត្វថោះបានន័យថាអត្តពលផ្កាយ DE ដែលចូលមកប្រចាំពេលវេលាចនៅក្នុងខែកុម្ភៈខែមីនានេះគឺជាអត្តពល
ដល់បងប្អូនធ្វើឲ្យបងប្អូនខ្ជិលភ្លេចភ្លាំងជាប់គាំងឬប៉ះពាល់លើបញ្ហាផ្សេងទៀតមិនថាបញ្ហាសុខភាពទំនាក់ទំនងលុយកាក់ដែលយើងអត់អាចថ្លឹងថ្លែងថាយើងធ្វើសកម្មភាពអ្វីផ្កាយDEប៉ះលើសកម្មភាពដែលបងប្អូនបានធ្វើតិចឬច្រើនទៅតាមឥទ្ធិពលដែលតកតងជាមួយនឹងតួខ្លួនមានសត្វហាក់សត្វឆុងមានឥទ្ធិពលធាតុត្រូវការធាតុត្រូវការនៅផ្កាយអវិជ្ជមាននិងផ្កាយអវិជ្ជមានផ្សេងទៀតបូកផ្សំគ្នាហើយវាបូកផ្សំជាមួយនឹងកត្តាផ្សេងទៀតមិនថាកត្តាហ្វុងស៊ុយហើយនឹងកត្តាមនុស្សកត្តាបុណ្យបាបយើងទៀតយើងរៀននេះគឺរៀនតាំងពីកត្តាមេឃដែលជាកត្តាប្រាជឺប៉ុណ្ណោះចូលដល់ពេលវេលាចូលមកណាមួយថ្ងៃបងប្អូនណាដែលជាប់ផ្កាយDEនៅលើសត្វអ្វីបងប្អូនប្រយ័ត្នញ៉ៃនៅលើថ្ងៃដែលយើងជាប់ផ្កាយDEអញ្ចឹងថ្ងៃយើងមើលតាមតារាងនេះទៅដឹងបងប្អូនណាពួកយើងដឹងតែថ្ងៃច័ន្ទគៀពុទ្ធឬមួយក៏ថ្ងៃទីដែលជាពេលវេលាសកលប៉ុណ្ណោះតែសង្គមយើងពីមុនគឺអត់ដឹងក្បួនចិនសែថ្ងៃជាសត្វទាំង12នោះទេតែឥឡូវយើងមានក្បួនចិនសែចូលស្រុកច្រើនទៅយើងដឹងច្បាស់ហើយយើងមកមើលតារាងរបស់នីតាជាបន្តទៀតនីតាកើតនៅថ្ងៃធាតុដីដកនៅលើកុលគាត់ជាប់ផ្កាយDEនៅលើសត្វរោងនិងសត្វម្សាញ់អញ្ចឹងយើងនិយាយពីពេលវេលាចូលមករៀងរាល់ថ្ងៃរោងនិងរៀងរាល់ថ្ងៃម្សាញ់ហើយថ្ងៃនីតាត្រូវមានអត្តពលផ្កាយDEចូលមក2ថ្ងៃជាប់គ្នាហ្នឹងហើយ12ថ្ងៃគាត់នឹងជួបអត្តពលផ្កាយDE 2ថ្ងៃជាទៀងទាត់វិលជានិរន្តរ៍តែម្ដងអត់ប្រែប្រួលផ្លាស់ប្ដូរទេភាសាអត្តពលផ្កាយDE នៅលើតួថ្ងៃមានអត្តពលតិចតួចតែគ្រាន់តែខ្ញុំបង្រៀននេះរំលឹកឲ្យបងប្អូនដឹងថាថ្ងៃដែលជាប់ផ្កាយDEឲ្យយើងខិតខំប្រឹងប្រែងកុំខ្ជិលកុំតមោកឲ្យយើងធ្វើសកម្មភាពអ្វីប្រយ័ត្នបងប្អូនណាមិនឲ្យដេកដួលតាមប្រេងវាសនានោះទេសកម្មភាពដែលអាចឈ្នះផ្កាយDEបានគឺការខិតខំប្រឹងប្រែងនិងការធ្វើសកម្មភាពប្រយ័ត្នទោះបីជាអត្តពលមានឬមិនមានដែលយើងអត់អាចថ្លឹងដឹងយើងរៀនតែតាមក្បួននេះបានន័យថាយើងតាមលោកគ្រូអ្នកគ្រូដើមប៉ុន្តែវាអត់មានអីខាតទេបងប្អូនណាទោះមានអត្តពលច្រើនឬតិចមានឬមិនមានពុទ្ធិសាវិពាក់ព័ន្ធនឹងសហសត្វឆុងធាតុថការធាតុអន្តរការនៅផ្កាយល្អផ្កាយមិនល្អផ្សេងទៀតជួយមកជំរុញផ្កាយDEឲ្យកាន់ឬមួយក៏ថយអត្តពលហើយមានកត្តាដីកត្តាមនុស្សកត្តាបាបបុណ្យបន្ថែមលើនឹងទៀតយើងមកនិយាយអំពីផ្កាយDEចូលមកក្នុងពេលវេលាចូលជាម៉ោងនៅក្នុងមួយថ្ងៃគឺជាប់ផ្កាយDE 4ម៉ោងគ្រប់គ្នាអញ្ចឹងកុំច្នៃមួយគ្នាបងប្អូនណាចឹងយើងមើលទៅលើតួខ្លួនរបស់បងប្អូនជាប់ DE នៅសត្វណាយើងមើលទៅលើម៉ោងនេះរៀននៅក្នុងថ្នាក់រៀនមុខជាបញ្ជីយើងនឹងច្បាស់ហ្មងគឺទៀងទាត់អត់ប្រែប្រួលផ្លាស់ប្ដូរទេគ្រប់ពេលគ្រប់វេលាណាចឹងបងប្អូននេះជាប់ DE នៅពេលយប់គឺល្អពេលដែលយើងគេងគឺអត់មានមកបខំយើងឲ្យទៅធ្វើការឬមួយក៏យ៉ាងណាមិនថាជាពេលយើងត្រូវគេងត្រូវខ្ជិលស្រាប់ហើយបងប្អូនណាតែអ្នកដែលជាប់កាយDE នៅក្នុងពេលវេលារៀនសូត្រឬមួយក៏ធ្វើការនឹងធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាជាប់ខាំងផ្លិចភ្លាំងឬមួយក៏ខ្ជិលអញ្ចឹងយើងដឹងហើយយើងជំនះកុំខ្ជិលកុំភ្លេចភ្លាំងមេរៀនខ្ញុំមករៀនបងប្អូនគឺដើម្បីរំលឹកបងប្អូនឲ្យបងប្អូនស្ទុះស្ទាកុំឲ្យបងប្អូនលំអក់ទៅតាមក្បួនបើយើងដឹងថាក្បួននឹងអវិជ្ជមានគឺយើងត្រូវតែយកឈ្នះទោះយើងជឿឬមិនជឿក្រោយព្រោះយើងជឿក៏អត់មានអីខាតតែយើងជឿយើងអត់ភ័យតែយើងយកសកម្មភាពមនុស្សមកជំនះអាហ្នឹងមិនយើងរៀនក្បួនហ្នឹងទៅមានប្រយោជន៍មែនបងប្អូនណាគ្រូផ្សេងគេអត់មានអត្តពលជាប់ DE នៅលើពេលវេលាឆ្នាំខែថ្ងៃម៉ោងចូលផងអ្នកគ្រូរៀនមានអត្តពលផ្កាយ DE ចូលតាមឆ្នាំខែថ្ងៃម៉ោងអញ្ចឹងមនុស្សមិនងាប់ទេតែបងប្អូនមើលណាខ្ញុំបញ្ជាក់ជូនបងប្អូនដើម្បីជាការក្រើនរំលឹកហើយអត្តពលតិចតួចហើយវាអាស្រ័យទៅលើកត្តាផ្សេងទៀតយើងមើលទៅលើឧទាហរណ៍តារាងរាសីរបស់វាសនាគាត់កើតនៅថ្ងៃធាតុឈើដកនៅលើសត្វឆ្លូវគាត់ជាប់ផ្កាយ DE នៅលើសត្វចហើយនឹងកុលអញ្ចឹងសម្រាប់វាសនាដែលជាប់ផ្កាយ DE ដែលយើងគិតទៅលើម៉ោងចូលមករៀងរាល់ម៉ោងចនិងម៉ោងកុលយើងដឹងហើយម៉ោងចគឺម៉ោង7យប់ដល់9យប់ចំណែកឯម៉ោងកុលគឺម៉ោង9យប់ដល់11យប់អញ្ចឹងនៅពេលវេលានេះបានពេលវេលាយប់គាត់អត់សូវធ្វើសកម្មភាពទេអញ្ចឹងរៀងសំណាងដែរតែអ្នកដែលរៀនសូត្រគឺគាត់អាចយកពេលវេលានេះ
ថាត់នៅក្នុងការសិក្សាស្រាវជ្រាវរៀនសូត្របន្ថែមឲ្យធ្វើឲ្យគាត់រៀងជាប់គាំងដោយសារអត្តពលផ្កាយ DE ខ្លះដែរអញ្ចឹងអ្នកដែលជាប់ផ្កាយ DE ក្នុងពេលវេលាម៉ោងចូលមកនៅពេលដែលយើងគេងបានន័យថាជាពេលដែលយើងសម្រាកទៅហើយអញ្ចឹងផ្កាយ DE ប៉ះពាល់អត្តពលតិចតួចបើសិនជាក្រៅអំពីការគិតធ្វើឲ្យយើងភ្លេចភ្លាំងជាប់គាំងទៅលើការងារអាចប៉ះពាល់ទៅលើសុខភាពខ្លះផងដែរតែវាតិចតួចទេបងប្អូនគាត់ថានៅពេលដែលយើងដឹងគឺយើងក្រៅរំលឹកខ្លួនឯងប្រយ័ត្នប្រយែងនៅពេលវេលាដែលជាប់ជាផ្កាយ DE ផ្កាយវិជ្ជមានឬមួយក៏ជាប់ជាសត្វឆុងផ្សេងៗឬមួយក៏ជាប់ជាផ្កាយអវិជ្ជមានផ្សេងៗរៀនដើម្បីដឹងដើម្បីប្រុងប្រយ័ត្នមិនមែនដឹងដើម្បីភ័យទេ